សម្រាប់យុទ្ធនាការនេះពិតជាមានសារៈសំខាន់ណាស់លោកពូដោយសារការយុទ្ធនាការនេះបានជួយផ្សព្វផ្សាយពីព័ត៌មានពិតៗនិងកម្ចាត់ព័ត៌មានคล้ายៗពីបណ្ដាញសង្គមនានាដើម្បីប្រឆាំងនឹងព័ត៌មានคล้ายៗយើងចូលរួមshare ពីព័ត៌មានពិតៗពី page ធំៗដូចជា page របស់សម្ដេចតេជោសម្ដេចធិបតីក្រសួងព័ត៌មានក្រសួងការពារជាតិបាទពូយុទ្ធនាការនេះវាមានសារៈសំខាន់ណាស់ដល់សង្គមជាតិយើងកាលណាដែលយើងផ្សព្វផ្សាយព័ត៌មានដែលពិតហើយព័ត៌មានដែលចេញមកពីប្រភពច្បាស់លាស់គឺធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើននិងគ្មានការចាញ់បោកដទៃផ្សេងទៀតដើម្បីបានព័ត៌មានពិតពួកយើងត្រូវតែផ្សព្វផ្សាយព័ត៌មានដែលពិតប្រាកដចេញមកពីប្រភពច្បាស់លាស់ចាពូខ្ញុំយល់ឃើញថានៅយុទ្ធនាការនៅថ្ងៃនេះពូបានចង់ចប់ផ្សព្វផ្សាយដើម្បីចែកចាយដល់សិស្សសានុសិស្សនិងប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ព័ត៌មានคล้ายៗផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដព័ត៌មានคล้ายៗវាប៉ះពាល់ដល់សង្គមជាតិជាច្រើនដូចជាទី1សង្គមសន្តិសុខជាតិដូចជាប៉ះពាល់ទៅដល់បងប្អូនធ្វើឲ្យមានប្រជាពលរដ្ឋធ្វើឲ្យមានភាពចលាចលនៅក្នុងប្រទេសឬក៏សង្គមជាតិខ្លាំងច្រើនមែនទែនដូចជាក់ស្ដែងយើងឃើញហើយនៅក្នុងសង្គមយើងបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែមានសង្គ្រាមជាមួយនឹងប្រទេសចៅសៀមដូច្នេះហើយតបខ្ញុំឃើញច្រើននៅក្នុងបណ្ដាញសង្គម social media នាំគ្នាផុសចែករំលែក share នៅព័ត៌មានคล้ายៗព័ត៌មានដែលមិនពិតប្រាកដក្នុងនាមជាយុវជនម្នាក់យើងត្រូវប្រើប្រាស់បណ្ដាញសង្គមឲ្យមានប្រយោជន៍ដូចជាយើងផ្សព្វផ្សាយព័ត៌មានណាដែលពិតយើងមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលคล้ายៗហើយយើងត្រូវតែទប់ស្កាត់នៅអំពីព័ត៌មានคล้ายៗដែលមិនត្រឹមត្រូវហើយយើងត្រូវតែដើម្បីផ្សព្វផ្សាយព័ត៌មានពិតយើងត្រូវដឹងពីប្រភពច្បាស់លាស់ដូចពី page ធំៗដូចជា page សម្ដេចតេជោសម្ដេចធិបតី page ក្រសួងការពារជាតិនិងក្រសួងព័ត៌មាន